នេះគឺជាដីវត្តដែលបានជាវដោយឧបាសកស្រីស្រៀងនិងឧបាសកជឿកំលីព្រមទាំងកូនចៅពួកគាត់ទាំងពីរបានជាវដីនេះដើម្បីបានជាផ្លូវចូលទៅដីវត្តមួយទៀតគឺដីចំការឈើដែលមានប្រមាណជាមួយហាត់បច្ចុប្បន្នដីនេះគឺមានសារៈប្រយោជន៍ខ្លាំងសម្រាប់ជាផ្លូវច្រកចូលផងសម្រាប់ផ្ដល់ផលប្រយោជន៍ដល់ចរាចរណ៍ចេញចូលរបស់ប្រជាជនជិតឆ្ងាយទាំងឡាយទៅចង្កាពលីផងជាច្រកចូលលំនៅឋានផងបច្ចុប្បន្នលោកទាំងពីរដែលជាអ្នកជឿដីក៏បានលះលោកនេះទៅហើយតែបុណ្យកុសលរបស់ផងលោកនៅតែមានជាដរាបព្រោះបានការជាវដីសម្រាប់ជាផ្លូវធ្វើដំណើរផងសម្រាប់ជាប្រយោជន៍នៅក្នុងសាសនមណ្ឌលផងលើអាត្មាភាពព្រមទាំងសមណសិស្សក៏នាំគ្នាមកកັບឆ្ការព្រៃដីនេះដើម្បីកុំឲ្យមានព្រៃសុបទ្រុបឃើញថាដីបានចាក់បេតុងរួចរាល់ហើយតែក៏មានព្រៃសងខាងដែលតម្រូវឲ្យមានការឆ្ការជារៀងរាល់ឆ្នាំដើម្បីឲ្យបានស្អាតទូលាយសម្រាប់ក្នុងការធ្វើចរាចរណ៍ចេញចូលហើយដីនេះគឺនៅទួលមុខវត្តតែម្ដងទួលមុខវត្តមានផ្ទះប្រជាជននៅសងខាងផ្លូវលោកត្រៃឡើងស្អាតចឹងអ្នកដែលបានជឿដីនេះគឺបានបន់ទាំងយប់ទាំងថ្ងៃ